ក្រោយពីខ្ញុំបានរៀបចំរួចរាល់ហើយខ្ញុំក៏នឹងចាំឡានដើម្បីឡានមកយកបន្ទាប់ពីយើងចាំហើយយើងក៏ទៅគោះប្រូដែលចាំផ្ទះ3អង្គនេះហើយបន្ទាប់មកយើងក៏ធ្វើដំណើរមកដល់ហាងបាយនេះរៀងព្រឹកដែរទេហើយយើងក៏ស្រស់ស្រួលគ្នាបន្ទាប់ពីបាយរួចនោះក៏យើងធ្វើដំណើរបន្តមកមុខទៀតដើម្បីយើងទៅដល់គោលដៅហើយបន្ទាប់ពីធ្វើដំណើរមកដល់មុខវាំងហ្នឹងឃើញថាបងក្រុមការងារយើងគាត់ចង់ចុះទៅឲ្យចំណីព្រៀបទេថាឃើញព្រៀបនៅទីនោះគឺច្រើនមែនតើហើយក៏បានទិញពូតតែបងគាត់លក់នៅនោះមកកញ្ចប់តែ1000ទេហើយបានបាច់ឲ្យព្រៀបទៅហើយបើឲ្យខ្ញុំដេញគឺថាវគ្គអាហារស្រុកគ្រាសោះតែបើបងកាមេរ៉ាមែនគាត់នៅទីនោះដេញគឺអាហារឡើងព្រងព្រាតហើយស្រុកគ្នាមែនតើហើយចាំមើលបន្តិចទៀតឃើញថាគាត់ដេញមិនហើយពួកខ្ញុំដេញមិនក៏វាហាដែរហើយខំដាក់ចំណីលើដៃហ្នឹងអត់ចឹកទៀតដែរតែមកចិត្តទេសាំងទេសម្រាប់តែអ្នកគាត់ធ្លាប់ទៅលេងមុខវាំងអញ្ចឹងដូចពួកខ្ញុំអញ្ចឹងគឺឃើញថាឃើញអញ្ចឹងគឺស្បាយមានអារម្មណ៍ថាស្បាយចិត្តហើយ relax មែនទេដូចថាយូរដើរបានដើរម្ដងហើយឃើញផ្លែអញ្ចឹងគឺស្បាយហើយនៅពេលដែលកន្លែងដេញព្រៀបជុំដេញព្រៀបជុំហើយហោះឡើងលើវាប្លែកម្យ៉ាងដែរឃើញតែស្អាតតែបើឲ្យពួកខ្ញុំមកដេញគឺឃើញថាដេញវាអត់ហើមិនដឹងមិនតែបើបងកាមេរ៉ាមែនដែរគាត់ធ្លាប់ថតនៅទីនោះគាត់ធ្វើបន្តិចវាហើឡើងស្រុកគ្នាមែនតើបន្ទាប់ពីយើងឲ្យចំណីព្រៀបជុំគ្នាហើយយើងក៏ឲ្យបងកាមេរ៉ាមែនដេញឲ្យមើលឥឡូវឃើញថាព្រៀបហើស្រុកគ្នាបន្ទាប់ពីនោះទៀតយើងដេញដែរតែអត់ហើសំខាន់គោលនងបន្ទាប់ពីការឲ្យចំណីព្រៀបហើយពួកខ្ញុំក៏ចង់ទៅលេងនៅសារមន្ទីរជាតិដើម្បីមកពេញហើយកុំឲ្យថាអត់បានទៅមើលកន្លែងតាំងវត្ថុបុរាណដែលបុព្វបុរសយើងបានបន្សល់ទុកបន្ទាប់ពីយើងបានឲ្យចំណីព្រៀបហើយក៏ស្រស់ស្រួលគ្នាដើរទៅកាន់សារមន្ទីរជាតិហើយឃើញថានៅពេលដែលយើងដើរទៅសារមន្ទីរជាតិហ្នឹងក៏មានអ្នកខ្លះដើរទៅមុនទៅក្រោយដែរដោយសារយើងចាំគ្នាហើយកន្លែងវិញហ្នឹងគឺទិញសម្បត្តិសម្រាប់ជនជាតិខ្មែរគឺតែ500រៀលទេហើយបងប្អូនដែរទាំងពេញកុំភ្លេចចូលលេងសារមន្ទីរជាតិផងដោយសារនេះគឺជាកន្លែងដែលតម្កល់នូវវត្ថុបុរាណដែលបុព្វបុរសយើងបានបន្សល់ទុកជាច្រើនហើយបន្ទាប់ពីយើងបានទិញសម្បត្តិហើយយើងក៏មកកន្លែងបងដែរគាត់កັບសម្បត្តិហើយតមកទៀតយើងក៏បានដើរមើលជាមួយនឹងដេជគុណព្រមទាំងក្រុមការងារឃើញថាមានតាំងវត្ថុបុរាណជាច្រើនហើយឃើញថាបើសិនជាបងប្អូនចង់ដឹងពីព័ត៌មានលម្អិតគឺយើងមើលវត្ថុបុរាណហើយយើងមើលនៅដែលគេដាក់ឈ្មោះនឹងព័ត៌មានលម្អិតដែលមាននៅលើបានព័ត៌មានហ្នឹងអាចដូចបានព័ត៌មានដែលបង្ហាញខាងក្រោមអីខ្ញុំក៏បានដើរជុំវិញសារមន្ទីរដើរមើលរូបចម្លាក់ជាច្រើនហើយដោយសារតែអត់មានអ្នកកាន់កាមេរ៉ាឲ្យក៏ថតមិនបានច្រើនប្រហែលដែរហើយបន្ទាប់មកទៀតខ្ញុំក៏បានទៅដើរថតវត្ថុបុរាណចាស់ដូចនេះរូបព្រះជាច្រើនដែលខ្ញុំអត់ស្គាល់ប្រហែលទេហើយនេះគឺជាសិទ្ធិវត្ថុបុរាណដែលបានបន្សល់ទុកពីសម័យដើមដែលបុព្វបុរសយើងបានយកទៅធ្វើជាគ្រឿងអលង្ការយកជា
ដូចមានជាច្រើនដូចជាមានដាវមានមានគ្រឿងអលង្ការមានរូបសំណាកមានទាំងរូបសំណាកព្រះពុទ្ធព្រមទាំងរូបសំណាកព្រះវិស្ណុព្រះសិវៈព្រះនរាយណ៍មានជាច្រើនទៀតហើយអត់តែវត្ថុបុរាណគឺមាននៅទីនោះច្រើនមិនថាជាក្បាច់រចនាអឺជាវត្ថុបុរាណផ្សេងដែរបានបន្សល់ទុកហើយនឹងមានវត្ថុបុរាណខ្លះទៀតដែលបានយកមកពីប្រទេសមួយចំនួនដែលគាត់បានប្រទេសទាំងនោះបានយកវត្ថុបុរាណយើងទៅហើយយើងបានយកត្រឡប់មកវិញបានខ្លះហើយនៅខាងក្រៅខ្ញុំនេះគឺសម្បូរមែនតើបាទគឺសម្បូរទៅដោយរូបចម្លាក់ដែលបុព្វបុរសយើងបានបន្សល់ទុកដែលគាត់បានឆ្លាក់គឺឃើញថាអស្ចារ្យមែនតើហើយសម្រាប់បងប្អូនដែលមិនទាន់បានទៅសូមបងប្អូនជួយទៅឲ្យបានស្គាល់ម្ដងពីរដងដើម្បីយើងដឹងពីសក្តានុពលនិងលើកតម្កើងនៃសារមន្ទីរជាតិយើងឲ្យមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋខ្មែរខ្ញុំទៅខ្ញុំឃើញថាពិតជាស្រស់ស្អាតមែនទែនហើយមានភ្ញៀវបរទេសចូលរួមច្រើនបន្ទាប់ពីយើងបានចូលសារមន្ទីរយើងក៏បានទៅធ្វើដំណើរទៅវាំងចូលលេងវាំងតិចទៀតមុននឹងយើងចេញមកទទួល certificate ដែលបានរៀនហើយនេះគឺនៅក្នុងវាំងយើងបានដើរមើលរូបចម្លាក់នៅតាមជញ្ជាំងឃើញថាមានកាយមួយដែរប៉ុន្តែកាយដើរអត់មានបកប្រែសោះកាយដើរទៅលឿនដូចព្យុះយើងបន្ទាប់ពីយើងបានមកពីមុខវាំងហើយយើងក៏ត្រឡប់មកចូលរួមប្រជុំហើយទទួលនៅ certificate កន្លែងនេះគឺយើងបានត្រឡប់មកវិញយើងចុះទៅចាំឡានហើយបានយើងត្រឡប់មកផ្ទះវិញជុំគ្នាឥឡូវឃើញថាវីដេអូដល់ទីចប់ហើយក៏អរគុណបងប្អូនដែលបានតាមដានទស្សនាតាំងពីដើមរហូតដល់ចប់នេះគឺជាបានថ្នោតខ្មែរ